ក្រុមហ៊ុន PTT នៅកម្ពុជារបស់យើងកំពុងតែមានការរង្គោះរង្គើខ្លាំងណាស់អ្នកទាំងអស់គ្នាដោយសារតែមាន40ស្ថានីយ៍ហ្នឹងគឺបានផ្ដាច់កងត្រែហើយនៅសល់ជាង150ស្ថានីយ៍ទៀតដែលកំពុងតែនៅរ៉ាំរ៉ៃជាមួយនឹងម្ចាស់ដែលជាជនជាតិថៃហ្នឹងហើយអ្វីដែលជាការពហិការរបស់ប្រជាជនយើងហ្នឹងគឺថាធ្វើឲ្យក្រុមហ៊ុន PTT ហ្នឹងគឺមានការធ្លាក់ចុះដូចជាប្រមាណរហូតដល់50%អ្នកទាំងអស់គ្នាហ្នឹងហើយគេថាបើសិនជានៅបន្តបែបហ្នឹងទៀតគេនឹងអាចនឹងមានថា move out ឬក៏គេចាក់ចេញគេលែងបន្តអាជីវកម្មនៅស្រុកយើងទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះគឺជាការបេក្ខការមួយគឺជាការដែលកម្ពុជារបស់យើងប្រជាជនបានធ្វើការបេក្ខការនៅតំណែងផលិតផលរបស់ថៃធ្វើត្បិតតែម្ចាស់ដែលគាត់ទិញ franchise នេះជាជនជាតិខ្មែរប៉ុន្តែបើតាមឮគេនិយាយថាផលចំណេញជាភាគលាភបានទៅលើជនជាតិថៃដូចគ្នានេះជាមូលហេតុដែលប្រជាជនយើងបេក្ខការទៅលើក្រាសាំង PTT ហ្នឹងហើយនិយាយការពិតមកនេះអារម្មណ៍ខ្ញុំទេណានិយាយការពិតក៏អរគុណទៅដល់ក្រុមហ៊ុននឹងតិចតួចដែរមូលហេតុដែលខ្ញុំអរគុណគឺដោយសារអញ្ចេះគុំតែបានក្រាសាំង PTT នឹងចូលមកស្រុកខ្មែរយើងឯងទើបក្រាសាំងនៅស្រុកខ្មែរយើងមានបន្ទប់ទឹកស្អាតប្រើខ្ញុំនិយាយការពិតអញ្ចឹងហ្មងនេះរៀងស្ដាប់ទៅប្រហែលជាថាខ្ញុំហ្នឹងកាន់ជើងខាង PT មិនមែនទេអ្នកនរគ្នាច្រឡំណាខ្ញុំចង់សម្ដៅថាជាការពិការហ្នឹងគឺល្អហើយប៉ុន្តែយើងនិយាយមុនពេលពហិការមុនពេលមានសង្គ្រាមនិយាយការពិតគឺក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនតែមួយគត់ដែលយកបញ្ហារបស់អ្នកធ្វើដំណើរហ្នឹងមកជាឱកាសបានន័យថាយើងមើលទៅលើអាការដែលគេឆ្លាតគេរកស៊ីរបៀបថាយកអាបញ្ហាមកជាឱកាសវិញណាឃើញអ្នកទាំងអស់គ្នាបន្ទាប់ពីក្រុមហ៊ុនមួយហ្នឹងបានគេហៅថាបង្កើតឲ្យមានគេហៅថាបន្ទប់ទឹកស្អាតប្រជាជនខ្មែរយើងហ្នឹងគឺបុកទៅច្រើនដោយសារតែអីវាស្រួលក្នុងការបាត់ដៃបាត់ជើងបាទក្នុងការទិញរបស់របរញ៉ាំក្នុងការចាក់សាំងវាស្ថិតនៅកន្លែងតែមួយតែកាលពីជំនាន់ហ្នឹងការ៉ាសាំងនៅស្រុកខ្មែរយើងខ្ញុំនិយាយការពិតមកគុំរិះមួយចំនួនធំគុំរិះក្នុងបន្ទប់ទឹកហ្មងអ្នកទាំងអស់គ្នាពេលខ្លះចូលទៅដល់ស្ថានីយ៍ណាមួយហ្នឹងណាគេដឹងធ្វើមកចេះគេចាក់សោទៀតគេសិតតែបោះសម្ដីថាទប់ទឹកចប់សោបាត់ហើយគេកាត់ទៅមានឲ្យប្រើមានគ្រប់មូលហេតុហ្មងហើយទប់ទឹកខ្លះគឺកក្រិចមហាសាលកក្រិចហ្នឹងហើយគុំតែបាន2 នាទីចូលមកទេចំនួននោះណាហ្នឹងហើយទើបបានយើងមានបន្ទប់ទឹកស្អាតប្រើហើយទើបបានការ៉ាសាំងមួយចំនួនហ្នឹងណាធ្វើតាមគេតាមក្រោយរហូតមកដល់ឥឡូវគឺថាបន្ទប់ទឹកភាគច្រើនគឺស្អាតអស់ហើយអ្នកទាំងអស់គ្នាគឺសឹកអាចនិយាយបានថាក្នុង80ទៅ90%ហើយហ្នឹងហើយគឺបន្ទប់ទឹកគេស្អាតដោយមិនបាច់មាន PTT ក៏បន្ទប់ទឹកយើងដែលយើងគ្រប់គ្រងកន្លះសាំងផ្សេងក៏បន្ទប់ទឹកគេក៏ស្អាតដែរឥឡូវនេះជារឿងមួយដែលយើងគួរតែត្រេកអរដែរប៉ុន្តែខ្ញុំឆ្ងល់ថាមិនក៏មិនធ្វើអញ្ចឹងតាមពីដើមមកតោះតែគេទៅដើមទីផ្សារបានហើយបានធ្វើ